ចង្កេះខ្ញុំបានឆ្លងកាត់ការកាត់ឌីសដែលលៀនចេញមកសង្កត់មកលើសរសៃប្រសាទឆ្អឹងខ្នងដល់ទៅពាក់កណ្ដាលគឺខ្ញុំត្រូវដឹកតាមឡានសង្គ្រោះបន្ទាន់ចូលទៅមន្ទីរពេទ្យដោយខ្ញុំប្រែសភាពទៅជាមនុស្សបើថាលើសឈាមស្លាប់មួយចំហៀងខ្លួនតែខ្ញុំនេះស្មើនឹងមនុស្សស្លាប់ទាំងមូលតែភ្លាមពេលដែលចេញពីវះកាត់ហើយគឺឈឺមែនតើឈឺរហូតដល់ថ្នាក់ថាលេបថ្នាំបំបត្តិការឈឺចាប់ហើយក៏នៅតែឈឺចំពោះសកម្មភាពប្រចាំថ្ងៃគ្រូពេទ្យបានផ្ដល់យោបល់ថាបើក្រៅពីរៀនហេតុតែគឺខ្ញុំមិនអាចធ្វើអ្វីឲ្យបន្ថយការឈឺចាប់ទាក់ទងនឹងបញ្ហាសុខភាពខ្ញុំបានទេទោះបីជាប្រើថ្នាំក៏ថ្នាំនឹងជួយបានតែមួយរយៈខ្លីជំងឺខ្ញុំនេះមានតែហេតុទឹកមួយមុខគត់ទើបអាចព្យាបាលបានហើយបានណែនាំឲ្យខ្ញុំទៅជាច្រើនដងប៉ុន្តែដោយសារតែភារកិច្ចមមាញឹកខ្លាំងពេកទើបចេះតែបណ្ដែតបណ្ដោយទៅតាមពេលវេលាអារម្មណ៍ដែលคล้ายទៅជាសាក់សាប់តែនៅដកដង្ហើមនេះពិតជាមិនអាចទទួលយកបានមែនភ្លាមការងារត្រូវបាត់បង់ភ្លាមមនុស្សធ្លាប់ដេកដើរចុងអង្គុយបានក៏ដេកមួយកន្លែងវាពិតជាទទួលយកអត់បានសឹងថាបើសិនជាដាច់ដង្ហើមទៅផុតហ្មងក៏វាចាប់ព្រឿងទៅវាក៏ល្អតបងជំរាបសួរបងចាជំរាបសួរបាទតបងចង់ឲ្យបងជួយណែនាំខ្លួនរបស់បងទៅកាន់ទស្សនិកជនរបស់យើងបងឈ្មោះអីដែរបងចាជាដំបូងខ្ញុំសូមជំរាបសួរហើយខ្ញុំមានឈ្មោះមូលីកាដែលសប្តាហ៍ថ្ងៃខ្ញុំជាបុគ្គលិកនៅស្ថាប័នមួយដោយសារតែមានបញ្ហាទាក់ទងនឹងសុខភាពទៅត្រូវមករៀនដែលជាតាមការបញ្ជារបស់គ្រូពេទ្យបងអាចជម្រាបបានទេមកទល់បច្ចុប្បន្ននេះបងរៀនរយៈពេលប្រហែលដងហើយជាមួយនឹងសាលា1ម៉ែត្ររបស់ពួកយើងបងចាមកទល់បច្ចុប្បន្ននេះខ្ញុំរៀនថ្ងៃនេះគឺជាថ្ងៃចុងក្រោយជាលើកទី10នៅសាលាមើម៉ែតហើយខ្ញុំក៏បានរៀនដល់ក្បាច់ហែសេរីដែលត្រូវជាមេរៀនទី5នៅក្នុងមេរៀនទាំង8ដែលខាងសាលាបង្រៀនចង់សួរបងទាក់ទងទៅនឹងអាការៈរបស់បងដូចមុនហ្នឹងបងលើកឡើងថាបងមានបញ្ហាសុខភាពក៏ដូចជាវិជ្ជាបញ្ជាពីលោកគ្រូពេទ្យណែនាំឲ្យបងរៀនហែទឹកអញ្ចឹងតើបងអាចជួយធ្វើការចែកម្លែកបានទេទាក់ទងទៅនឹងភាពខុសគ្នាមុននឹងក្រោយពេលដែលបងហែទឹកបងទាក់ទងនឹងបញ្ហាសុខភាពខ្ញុំមុននឹងមករៀននៅសាលាគឺចង្កេះខ្ញុំបានឆ្លងកាត់ការកាត់ឌីសដែលលៀនចេញមកសង្កត់មកលើសរសៃប្រសាទឆ្អឹងខ្នងដល់ទៅពាក់កណ្ដាលហើយដែលត្រូវការទាមទារការវះកាត់ភ្លាមពេលដែលចេញពីវះកាត់ហើយគឺឈឺមែនតើឈឺរហូតដល់ថ្នាក់ថាលេបថ្នាំបំបត្តិការឈឺចាប់ហើយក៏នៅតែឈឺចំពោះសកម្មភាពប្រចាំថ្ងៃគ្រូពេទ្យបានផ្ដល់យោបល់ថាបើក្រៅពីរៀនហេតុតែគឺខ្ញុំមិនអាចធ្វើអ្វីឲ្យបន្ថយការឈឺចាប់ទាក់ទងនឹងបញ្ហាសុខភាពខ្ញុំបានទេទោះបីជាប្រើថ្នាំក៏ថ្នាំនឹងជួយបានតែមួយរយៈខ្លីបន្ទាប់ពីរៀនបាន9ដងរួចមកហើយអាចនិយាយថាការពីមុនដែលខ្ញុំពិបាកខ្លាំងណាស់នៅក្នុងជីវភាពរស់នៅមិនថាដេកដើរឈរអង្គុយគឺខ្ញុំត្រូវពាក់ខ្សែក្រវ៉ាត់ដែលគេហៅថាខ្សែក្រវ៉ាត់អបចាំងខ្នងដើម្បីជួយកាត់បន្ថយការឈឺចាប់និងលេបថ្នាំបំបត្តិការឈឺចាប់ជារៀងរាល់ថ្ងៃប៉ុន្តែចាប់ពីហេតុទឹកមកថ្នាំបំបត្តិការឈឺចាប់ក៏ខ្ញុំមិនបានលេបហើយខ្សែក្រវ៉ាត់ដែលខ្ញុំពាក់រាល់ថ្ងៃសម្រាប់អបចាំងខ្នងក៏អាចដោះចេញតែវាមិនជារហូតទេវាអាចនឹងថាអាចដោះបានពី3ថ្ងៃបន្ទាប់មកនឹងពាក់មួយថ្ងៃវិញក្នុងករណីបើសិនជាខ្ញុំបានហែទឹកជាប់ស្ទើរតែមិនបាច់ពាក់ហើយអាចដើរសពភីងបានយ៉ាងសប្បាយដូចមនុស្សដែលមិនធ្លាប់ឆ្លងកាត់ការវះកាត់ចឹងតើបងមានការយល់ឃើញយ៉ាងណាដែរទាក់ទងទៅនឹងសាលាបង្រៀនហែទឹក1ម៉ែត្ររបស់ពួកយើងបូករួមជាមួយនឹងទីតាំងដូចជាសេវាកម្មដូចជាការបង្រៀនរបស់លោកគ្រូតើបងមានការយល់ឃើញបែបណាដែរបងអាចចែករំលែកតិចបានទេមុនដំបូងពេលដែលខ្ញុំសម្រេចចិត្តថាមកខ្ញុំពិតជាមានអារម្មណ៍ថាស្ទាក់ស្ទើរនិងបារម្ភខ្លាំងព្រោះខ្ញុំបានតាក់ទងមកសួរថាតើរយៈពេលប៉ុណ្ណាដែលសម្រាប់នៃការបង្រៀនហែទឹករបស់ខ្ញុំខាងសាលាក៏បានផ្ដល់យោបល់ក៏បានប្រាប់ថានឹងបង្រៀន10ដងក្នុងចិត្តខ្ញុំពិតជាព្រួយបារម្ភមែនព្រោះអីខ្ញុំខ្លាចរៀនអត់ចេះព្រោះយើងឆ្លងកាត់ការវះកាត់ហើយម្យ៉ាងខ្ញុំក៏អាយុក៏គួរសមដែរវាអាចថានឹងមិនមានទំនុកចិត្តថាមកទាំងប្រថុយនិយាយចេះ
ប៉ុន្តែចាប់បានពីហែលបាន2ដងពីក្រោមការយកចិត្តទុកដាក់របស់លោកគ្រូបង្វឹកបានលើកទឹកចិត្តក៏ជួយជំរុញដែលភាពអស់សង្ឃឹមដែលខ្ញុំកាលពីមុននឹងចូលមហែលនេះដែលគិតថាខ្លួនឯងប្រហែលជាមិនអាចហែលបានទេ10ដងហ្នឹងផ្លាស់ប្ដូរភ្លាមដែលយើងពិចារណាយើងហៅថា360 degree ហ្នឹងគឺប្ដូរមកភ្លាមតែម្ដងធ្វើឲ្យខ្ញុំរឹតតែមានជំនឿចិត្តថាខ្ញុំជ្រើសរើសនេះគឺមិនខុសទេទាំងការយកចិត្តទុកដាក់ពីគ្រូបង្វឹកទាំងខាងសេវាបាលនិងការងារផ្សេងគឺស្ថិតនៅក្រោមការយកចិត្តទុកដាក់របស់សាលាមើលម៉ែចំពោះកូនសិស្សគ្រប់គ្នាដែលមករៀននៅទីនេះមួយទៀតខ្ញុំចង់ឲ្យបងដែលជាអ្នកមានបទពិសោធន៍ផ្ទាល់ទាក់ទងទៅនឹងបញ្ហាឈឺចង្កេះដូចជាបងលើកឡើងដូចគ្នាមកនឹងទាក់ទងនឹងបទពិសោធន៍នៃការឆ្លងកាត់ការវាសកាត់តើបងមានអ្វីក្នុងការចែកម្លែកទៅកាន់បងប្អូនដែលគាត់កំពុងតែឈឺឬក៏បងប្អូនដែលគាត់មានជំងឺនឹងស្រាប់ហើយជាពិសេសបងប្អូនដែលគាត់ទៅឆ្លងកាត់ការវាសកាត់ទាក់ទងទៅនឹងបញ្ហាចង្កេះលៀនឌីហ្នឹងបងមានអ្វីជាសារណែនាំទៅកាន់ប្រកួតដែរទេបងចាចំពោះទាក់ទងនឹងការសារណែនាំជូនទៅបងប្អូនទាំងអស់ដែលមានបញ្ហាដូចជាខ្ញុំទាំងអ្នកមិនទាន់វះកាត់ទាំងអ្នកវះកាត់ហើយសូមកុំឲ្យទុកឲ្យជ្រុលពេលដូចជាខ្ញុំព្រោះអីខ្ញុំបានទៅពិនិត្យសុខភាពច្រើនដងហើយគ្រូពេទ្យក៏បានរំលឹកថាជំងឺខ្ញុំនេះមានតែហែកទឹកមួយមុខគត់ទើបអាចព្យាបាលបានហើយបានណែនាំឲ្យខ្ញុំទៅជាច្រើនដងប៉ុន្តែដោយសារតែភារកិច្ចមកមានញឹកខ្លាំងពេកទើបចេះតែបណ្ដោយទៅតាមពេលវេលារហូតដល់ថ្ងៃមួយខ្ញុំជួបនឹងគ្រោះថ្នាក់ដែលត្រូវដួលហើយពេលដួលអុកភ្លាមហ្នឹងក៏អត់ដឹកគ្នាទៅពេទ្យទៀតតើតែនៅថ្ងៃនិយាយចាំទៅថា3ថ្ងៃមុនពេលវះកាត់ហ្នឹងគឺខ្ញុំត្រូវដឹកតាមឡានសង្គ្រោះបន្ទាន់ចូលទៅមន្ទីរពេទ្យដោយខ្ញុំប្រែសភាពទៅជាមនុស្សបើថាលើសឈាមស្លាប់មួយចំហៀងខ្លួនតែខ្ញុំនេះស្មើនឹងមនុស្សស្លាប់ទាំងមូលតែម្ដងมันអាចកំរើកបានសូម្បីតែដៃគឺត្រូវការអ្នកមើលថែទាំងស្រុងធម្មតាអារម្មណ៍យើងពេលដែលយើងធ្លាប់តែជាមនុស្សដែលដើរហើរស្រីបានស្រាប់តែខ្លាចទៅជាសាកសពដែលមានជីវិតឬក៏យើងឯងនិយាយថានៅដកដង្ហើមអារម្មណ៍ពេលហ្នឹងខ្ញុំពិតជាពិបាកទទួលយកខ្លាំងណាស់ចឹងហើយខ្ញុំចង់សំណូមពរដល់បងប្អូនទាំងអស់ដែលមានបញ្ហាឈឺដូចជាខ្ញុំហើយឬក៏បានតែមើលហើយឃើញលៀនឌីហើយប៉ុន្តែដោយសារបញ្ហាណាមួយដែលគាត់មិនអាចមហែលទឹកភ្លាមសូមកុំបណ្ដោយដូចខ្ញុំអារម្មណ៍ដែលខ្លាចទៅជាសាកសពតែនៅដកដង្ហើមនេះពិតជាមិនអាចទទួលយកបានមែនភ្លាមការងារត្រូវបាត់បង់ភ្លាមមនុស្សធ្លាប់ដេកដើរចុងអង្គុយបានក៏ដេកមួយកន្លែងវាពិតជាទទួលយកអត់បានសឹងថាបើសិនជាដាច់ដង្ហើមទៅផុតហ្មងក៏វាចាប់ព្រឿងទៅវាក៏ល្អនេះជាបទពិសោធន៍ដែលថាក្នុងមួយឆាកជីវិតខ្ញុំនេះជាលើកទី1ហើយក៏ជាលើកចុងក្រោយដែលខ្ញុំបណ្ដោយខ្លួនឲ្យមានបញ្ហាដូចពេលនេះអញ្ចឹងគឺការហែលទឹកគឺជាកីឡាដ៏ល្អបំផុតដែលมันប៉ះពាល់ចំពោះចំណែករាងកាយណានៃខ្លួនយើងទោះបីជាខ្លួនយើងទៅចេញពីវះកាត់ហើយ1ខែក៏ដោយក៏អាចរៀនបានព្រោះលោកគ្រូនៅទីនេះមានវិធីបង្ហាត់ផ្សេងគ្នាទៅតាមសុខភាពរបស់សិស្សម្នាក់ៗបាទហ្នឹងហើយបងជាចុងក្រោយអរគុណបងសម្រាប់ការចែកម្លែកក៏ដូចជាជូនពរបងឲ្យសុខភាពបងកាន់តែល្អប្រសើរនិងរឹងមាំជាងហ្នឹងបងបាទអរគុណច្រើនបងចាសូមអរគុណដូចគ្នាជំរាបលា